សំណួរសួរថាតើអាជីវកម្មដែលបងប្អូនប្រឹងប្រែងរាល់ថ្ងៃការងារដែលបងប្អូនប្រឹងប្រែងរាល់ថ្ងៃត្រឹមត្រូវដែរឬទេជំរាបសួរពុកម៉ែបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាដែលនៅក្នុង Facebook បាទបងប្អូនខ្ញុំមានមិត្តភ័ក្តិប្រហែលជា 70% ដែលកំពុងតែធ្វើការស៊ីប្រាក់ខែហើយខ្ញុំក៏មានមិត្តភ័ក្តិប្រហែលជា 20% ដែលកំពុងតែបើកអាជីវកម្មផ្ទាល់ខ្លួនហើយខ្ញុំមានមិត្តភ័ក្តិប្រហែលជា 10% ដែលកំពុងតែអត់ការងារធ្វើមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាអ្នកណាខ្លះដែលកំពុងតែធ្វើការចូលម៉ោង 8 ព្រឹកចេញម៉ោង 5 ល្ងាចបាទអ្នកណាខ្លះកំពុងតែធ្វើរបៀបនេះអស់រយៈពេល 5 ឆ្នាំមកហើយសូមចូលរួមខមមិននៅខាងក្រោមតើមិត្តភ័ក្តិបងប្អូនណាខ្លះដែលកំពុងធ្វើរបៀបនេះអស់រយៈពេល 10 ឆ្នាំមកហើយសូមបងប្អូនខមមិនបងប្អូនណាខ្លះដែលកំពុងបើកអាជីវកម្មផ្ទាល់ខ្លួនហើយកំពុងតែខាតបងប្អូនណាខ្លះដែលកំពុងបើកអាជីវកម្មផ្ទាល់ខ្លួនហើយកំពុងតែចំណេញតើមានបងប្អូនណាខ្លះដែលកំពុងបើកអាជីវកម្មផ្ទាល់ខ្លួនហើយកំពុងតែតឹងមិនថយមិនទៅមុខមិនទៅក្រោយសូមខមមិននៅខាងក្រោមបងប្អូនអាជីវកម្មផ្ទាល់ខ្លួនរវល់ណាស់អត់មានពេលសម្រាប់គ្មានពេលគ្រប់គ្រាន់សម្រាប់គ្រួសារគ្មានពេលទៅលេងស្រុកគ្មានខ្សៅគ្មានអាទិត្យបងប្អូនណាខ្លះដែលកំពុងបើកអាជីវកម្មហើយរវល់បែបនេះសូមខមមិននៅខាងក្រោមបងប្អូនទាំងអស់គ្នាសូមចូលរួមស្ដាប់ដោយយកចិត្តទុកដាក់និងរួមគិតជាមួយខ្ញុំទាំងអស់គ្នាបងប្អូនខ្ញុំសូមសួរមួយសំណួរបើបងប្អូនជាអ្នកធ្វើការបើសិនជាថ្ងៃស្អែកគឺជាថ្ងៃដែលយើងបាត់បង់ការងារយើងបាត់បង់ចំណូលតើជីវភាពគ្រួសាររបស់យើងវានឹងទៅជាយ៉ាងណាសំណួរមួយទៀតសួរទៅកាន់បងប្អូនដែលមានអាជីវកម្មផ្ទាល់ខ្លួនប្រសិនបើថ្ងៃស្អែកអាជីវកម្មរបស់បងប្អូនត្រូវបិទទ្វារតើបងប្អូនគិតយ៉ាងណាដែរបងប្អូនអាយុកាន់តែចាស់កម្លាំងកាយប្រាជ្ញាស្មារតីនិងប្រាក់ចំណូលរបស់យើងកាន់តែថយចុះឪពុកម្ដាយកាន់តែចាស់កូនកាន់តែធំកូនកាន់តែធំការចំណាយទៅលើគាត់កាន់តែខ្ពស់តើជាការព្រួយបារម្ភដែរឬអត់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាសូមចូលរួមគិតជាមួយខ្ញុំទាំងអស់គ្នាថាតើរាល់ថ្ងៃយើងត្រូវបានចំណាយទៅលើអ្វីខ្លះជាប្រចាំថ្ងៃរបស់យើងទី1ផ្ទះទី2ទឹកទី3ភ្លើងទី4ការព្យាបាលជំងឺទី5សម្លៀកបំពាក់ទី6ម្ហូបអាហារទី7ថ្លៃធ្វើដំណើរទី8ថ្លៃបង់សាលាកូនទី9ការធ្វើដំណើរទី10ការចំណាយទៅលើអាជីវកម្មផ្ទាល់ខ្លួនទី11ការព្យាបាលទី12ធំបំផុតគឺការបង់ធនាគារតើបងប្អូនមានជាពាក់ធនាគារឬក៏អត់បើសិនជាបងប្អូនអត់ជាពាក់ហេងប៉ុន្តែបើសិនជាបងប្អូនជាពាក់ធនាគារគឺជាបន្ទុកដ៏ធំមួយធ្ងន់ណាស់បងប្អូនការរកស៊ីមិនឈ្នះការប្រាក់ធនាគារទេបងប្អូនណាការធ្វើដំណើរកម្សាន្តតើបងប្អូនធ្លាប់គិតទេថាបងប្អូនមួយឆ្នាំត្រូវតែនាំគ្រួសារនាំឪពុកម្ដាយរបស់យើងនាំកូនយើងទៅដើរលេងក្រៅប្រទេសឲ្យបានម្ដងឬក៏2ដងឬក៏ដើរដំណើរនៅក្នុងស្រុកម្ដងតើបងប្អូនមានដែរគិតទេបងប្អូនមានពេលវេលាសម្រាប់ពួកគាត់ទេបាទចុះបើសិនជាចំណាយច្រើនបែបនេះហើយអាជីវកម្មរបស់យើងនៅលឹបលងនៅឡើយការងាររបស់យើងមិនអាចខកខានបានសូម្បីតែមួយថ្ងៃនៅឡើយតើបងប្អូនគិតយ៉ាងណាសំណួរសួរត្រឡប់មកវិញសួរថាត
តើការងារដែលបងប្អូនខិតខំប្រឹងប្រែងប្រចាំថ្ងៃឬអាជីវកម្មដែលបងប្អូនប្រឹងប្រែងធ្វើប្រចាំថ្ងៃនោះត្រូវឬខុសសូមបងប្អូនគិតមើលឡើងវិញសូមគិតដោយពិចារណាខ្លួនឯងប្រសិនបើថ្ងៃស្អែកជាថ្ងៃដែលយើងបាត់បង់ការងារឬក៏ថ្ងៃស្អែកអាជីវកម្មយើងត្រូវបានបិទទ្វារតើយើងនឹងគិតយ៉ាងណាបើគិតទៅឃើញថាប្រសើរមិនបញ្ហាគឺជាផ្លូវដែលបងប្អូនត្រូវរើសត្រូវហើយប៉ុន្តែបើសិនជាមានបញ្ហាបែបនោះហើយបងប្អូនត្រូវបានជាប់គាំងនោះមិនមែនជាមុខរបរដែលបងប្អូនធ្វើត្រូវនោះទេសូមបងប្អូនគិតពិចារណាដោយខ្លួនឯងបងប្អូនទាំងអស់គ្នាបងប្អូនសម័យមើលតើហេតុអីបានជាមនុស្សភាគច្រើនចង់ចូលធ្វើជាគ្រូបង្រៀនចង់ធ្វើជាមន្ត្រីរាជការដោយសារតែគាត់គិតថាថ្ងៃក្រោយពេលដែលគាត់ចាស់ទៅគឺមានប្រាក់រត្រែតទោះបីជាគាត់អត់ធ្វើការក៏មានប្រាក់ទាំងអស់ហ្នឹងមកអាចគប់គង់ជីវភាពគ្រួសាររបស់គាត់នៅចុងនៃជីវិតរបស់គាត់ផងដែរទោះបីជាដឹងថាប្រាក់ខែមន្ត្រីរាជការតិចក៏ដោយបាទចុះបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមិនមែនជាមន្ត្រីរាជការបងប្អូនជាអ្នករកស៊ីបងប្អូនជាអ្នកធ្វើការបាទតើបងប្អូនមានដែលគិតទេថាថ្ងៃអនាគតបើសិនបើបងប្អូនអត់ធ្វើការអត់រកស៊ីតើមានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់យើងឬក៏ចាយនៅវ័យចាស់ជរារបស់យើងបានទេបងប្អូនមានធ្លាប់គិតចឹងទេបាទចឹងហើយបានថ្ងៃនេះខ្ញុំចង់បើកឱកាសនេះណែនាំបងប្អូនធ្វើយ៉ាងម៉េចយើងត្រូវតែបង្កើតប្រព័ន្ធបង្កើតសាច់ប្រាក់ឲ្យបាននៅពេលដែលបងប្អូនបង្កើតនៅប្រព័ន្ធបង្កើតសាច់ប្រាក់ឲ្យបងប្អូនហើយទោះបីជាបងប្អូនអត់ធ្វើការទោះបីជាបងប្អូនអត់រកស៊ីបងប្អូនដេកតែផ្ទះក៏លុយចូលមកដែរក៏ប្រាក់ចំណូលរបស់យើងចូលមកដែរដូច្នេះទោះបីជាមានអ្វីកើតឡើងសម្រាប់យើងឬក៏គ្រួសាររបស់យើងគឺអត់មានហានិភ័យទេបងប្អូនបាទទោះបីជាបងប្អូនឈឺទោះបីជាបងប្អូនចាស់ទៅក៏ដោយក៏ប្រាក់ចំណូលរបស់យើងនៅតែមានស្ថិរភាពបងប្អូនឆ្ងល់ថាតើប្រព័ន្ធបង្កើតលុយនឹងអីទៅបាទតិចបោកប្រាស់ទៅបងប្អូនបាទខ្ញុំចង់និយាយថាប្រព័ន្ធបង្កើតលុយនេះគឺជាក្រុមហ៊ុន AB Pro នេះហើយដែលក្រុមហ៊ុន AB Pro បានបង្កើតប្រព័ន្ធបង្កើតលុយមួយហៅថា MLM ឬហៅថា Multi Level Marketing បងប្អូនមួយចំនួនគិតថា AB Pro គឺជាក្រុមហ៊ុនលក់ផលិតផលបាទបងប្អូនខ្លះមិនចូលចិត្តផ្នែកលក់ទេសួរថាតើបើសិនជាមិនចូលចិត្តផ្នែកលក់បែបនេះតើត្រូវចូលសហការជាមួយក្រុមហ៊ុនដោយរបៀបណាបើយើងមិនចូលចិត្តផ្នែកលក់បាទបងប្អូនគិតអញ្ចឹងខុសហើយបងប្អូនក្រុមហ៊ុន AB Pro នេះគឺជាក្រុមហ៊ុនដែលបង្កើតនៅប្រព័ន្ធបង្កើតលុយមួយដោយតាមរយៈការកសាងបណ្ដាញបងប្អូន AB Pro មិនមែនបង្កើតទីផ្សារលក់តែផលិតផលទេបងប្អូន AB Pro គឺជាក្រុមហ៊ុនដែលប្រតិបត្តិការទៅលើការកសាងបណ្ដាញកសាងក្រុមដូច្នេះក្រុមយើងកាន់តែធំលុយកាន់តែច្រើន AB Pro គឺជាក្រុមហ៊ុនដែលបង្កើតការងារជូនប្រជាពលរដ្ឋមិនប្រកាន់វណ្ណៈអាយុវណ្ណៈពណ៌សម្បុរទេបងប្អូនឲ្យតែបងប្អូនអាចកសាងក្រុមបានលុយរបស់បងប្អូននឹងកើនឡើងគ្មានដែនកំណត់ជាពិសេសគឺមានឱកាសក្នុងការថែទាំសុខភាពតាមរយៈផលិតផលស្តង់ដារសុខភាពដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវផងដែរហើយ AB Pro មកដល់ថ្ងៃនេះគឺមានរយៈពេល17ឆ្នាំហើយបងប្អូនបើសិនជាក្រុមហ៊ុនមិនច្បាស់លាស់បើសិនជាក្រុមហ៊ុនបោកប្រាស់បើសិនជាក្រុមហ៊ុនមិនមានច្បាប់ត្រឹមត្រូវមិនមកដល់ថ្ងៃនេះទេបាទបងប្អូនអរគុណមកដល់ម៉ោងនេះក៏មានដៃគូសហការរបស់យើងទូទាំងប្រទេសដែលមានចំណូលពី AB Pro រាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារបាត់ទៅហើយជារៀងរាល់ខែបងប្អូនដូច្នេះតើបងប្អូនចាំបាច់រាយអីទៀតបើសិនជាបងប្អូនគិតថាចង់បានប្រាក់ចំណូលនៅថ្ងៃអនាគតឲ្យមានពាន់ដុល្លារម៉ឺនដុល្លារទោះបីជាយើងអស់កម្លាំងទោះបីជាយើងវ័យចាស់ទោះបីជាយើងអស់ការងារក៏យើងនៅតែមានប្រាក់ចំណូល
ថ្ងៃនេះបើបងប្អូនយល់ថាការកសាងក្រុមការកសាងបណ្ដាញជាការសំខាន់ដែលអាចរកលុយបានពិតប្រាកដបងប្អូនអាចសហការជាមួយខ្ញុំ comment ឬក៏ call មកខ្ញុំតាមរយៈលេខទូរស័ព្ទ 010 36 42 47 ឬក៏ comment នៅក្នុង page របស់ខ្ញុំប្រសិនជាបងប្អូនបង្កើតនៅថ្ងៃនេះ 5 ឆ្នាំក្រោយ 10 ឆ្នាំក្រោយបងប្អូនចូលនិវត្តន៍បងប្អូនលែងមានហានិភ័យក្នុងការបង្កើតនៅប្រាក់ចំណូលរបស់បងប្អូនទៀតហើយដូច្នេះការព្រួយបារម្ភទាំងឡាយពីការធ្វើការពីការធ្វើអាជីវកម្មបងប្អូនលែងមានហានិភ័យទៀតហើយបងប្អូនតាក់ទងមកលើនេះដើម្បីបានឱកាសដ៏ល្អមួយនេះសូមអរគុណ